បងប្អូនស្រីពីរនាក់បានរៀបការក្នុងពេលតែមួយប្អូនស្រីបានរៀបការជាមួយសេដ្ឋីម្នាក់ចំណែកបងស្រីរៀបការជាមួយអ្នកលក់ត្រីក្រីក្រម្នាក់ពេលឃើញគាត់ជិះឡានកញ្ចាស់មកប្អូនស្រីបានចំអកឲ្យបងស្រីដែលរៀបការជាមួយមនុស្សក្រីក្របែបនេះនាងថែមទាំងនិយាយថានាងអាចធំក្លិនត្រីពីគាត់ទៀតផងនាងមិនបានដឹងទេថាបុរសដែលបើកឡានកញ្ចាស់នោះមានជាងអ្នកជិះ Rolls-Royce ទៅទៀតពេលបងស្រីទៅដល់ផ្ទះឪពុកម្ដាយក្មេកនាងឃើញម្ដាយក្មេកយកឡាន Rolls-Royce ហៅត្រីងៀតហើយពេលនាងចូលទៅញ៉ាំអាហារពេលល្ងាចនាងឃើញថាចង្កេះទាំងអស់នៅក្នុងផ្ទះសុទ្ធតែធ្វើពីប្រាក់សុទ្ធម្ហូបនៅលើតុរិតតែធ្វើឲ្យនាងភ្ញាក់ផ្អើលវាជាសម្បុកត្រចៀកកម្មនិងក្តាមស្តេចនាងសាកញ៉ាំខ្យងប៉ាវហឺមួយម៉ាត់ហើយឃើញថាវាមានរសជាតិឆ្ងាញ់ជាងអ្វីដែលនាងធ្លាប់ញ៉ាំនៅភោជនីយដ្ឋានលំដាប់កាយ Michelin ទៅទៀតម្ដាយក្មេកគិតថាកូនប្រសាស្រីនិយាយបំភ្លឺហើយនិយាយថានេះគ្រាន់តែជាម្ហូបធម្មតាប៉ុណ្ណោះនេះធ្វើឲ្យនាងដឹងភ្លាមថាប្រវត្តិប្តីថ្មីថ្មោងរបស់នាងមិនមែនធម្មតាទេខណៈពេលដែលនាងកំពុងឆ្ងល់ប្តីរបស់នាងបានឲ្យកាដូរៀបការដែលខ្ចប់ដោយស្រកាត្រីប៉ុន្តែពេលនាងបើកវានាងឃើញខ្សែដៃមាសមួយគំនោនៅខាងក្នុងនាងបើកភ្នែកធំដោយក្តីតក់ស្លុតពេលឃើញទឹកមុខកូនប្រសាម្ដាយក្មេកគិតថានាងមិនចូលចិត្តខ្សែដៃមាសទេហើយក៏និយាយភ្លាមថាកូនប្រុសគាត់អន់ណាស់តែទិញរបស់ថោកបែបនេះនាងពិតជាស្រឡាំងកាំងមែនទែនមាសមួយកញ្ចប់ហៅថារបស់ថោកបន្ទាប់មកប្តីនាងបានទាញប្រអប់កាដូដ៏ស្រស់ស្អាតមួយចេញពីហោប៉ៅពេលនាងបើកវានាងភ្ញាក់ផ្អើលម្ដងទៀតវាពោពេញទៅដោយពេជ្រគ្រាប់ធំនេះធ្វើឲ្យនាងកាន់តែច្របូកច្របល់នាងចង់ដឹងថាគ្រួសារពួកគេពិតជាចិញ្ចឹមត្រីមែនឬអត់ប៉ុន្តែម្ដាយក្មេកឆ្លើយដោយភាពជឿជាក់ថាពួកគេជាអ្នកចិញ្ចឹមត្រីតាំងពីដូនតាមកដើម្បីដឹងការពិតនាងបានសុំឲ្យប្តីនាំទៅមើលស្ថានចិញ្ចឹមត្រីរបស់គ្រួសារអ្នកទាំងពីរបានមកដល់មាត់អាងស្តុកទឹកដ៏ធំមួយបុរសនោះបានរៀបរាប់ពីអាជីវកម្មគ្រួសាររបស់គាត់ពួកគេមានកសិដ្ឋានចិញ្ចឹមមាន់ជ្រូកនិងស្រះត្រីគាត់បាននិយាយថា80%នៃតំបន់សម្រាប់ចិញ្ចឹមសត្វនិងត្រីត្រូវបានជួលដោយគ្រួសារគាត់ពេលនាងសួរពីចំណូលប្រចាំឆ្នាំបុរសនោះនិយាយថាឆ្នាំនេះរកស៊ីមិនសូវបានទេពួកគេរកបានតែពី 3,000 លានប៉ុណ្ណោះបន្ទាប់មកគាត់បានទាញកាតធនាគារមួយដុំហុចឲ្យនាងហើយនិយាយថាលុយប៉ុន្មានរយលាននេះសម្រាប់ឲ្យនាងចាយនាងស្រឡាំងកាំងនិយាយលេងចេញនាងមានអារម្មណ៍ថាដូចជាធ្លាក់ចូលក្នុងទូដែកដល់ពេលល្ងាចប្តីទើបតែញូតទឹកហើយនាងអៀនមិនហ៊ានមើលមុខគាត់ទេប៉ុន្តែគាត់សួរថាម៉េចបានមុខនាងក្រហមម្លេះតើនាងក្រងក្តៅមែនទេនេះធ្វើឲ្យនាងខឹងយ៉ាងខ្លាំងនាងរុញគាត់ឲ្យដួលទៅលើដីចំណែកឯប្អូនស្រីវិញទោះបីជានាងបានរៀបការជាមួយគ្រួសារអ្នកមានដូចបំណងក៏ដោយតែជីវិតរបស់នាងមិនសូវមានក្តីសុខដោយការគិតនោះទេពេលនាងច្របាច់សាច់ឲ្យម្ដាយក្មេកខ្លាំងបន្តិចនាងត្រូវបានគេស្ដីបន្ទោសយ៉ាងចាស់ដៃហើយព្រមានថាបើនាងមិនស្ដាប់បង្គាប់ទេគ្រួសារនាងទាំងមូលនឹងត្រូវបំផ្លាញចោលប្អូនស្រីគ្មានជំរឿអ្វីក្រៅពីទ្រាំនឹងការអាម៉ាស់ហើយបំរាមដៃក្មេកទោះបីជាបងស្រីមានទ្រព្យសម្បត្តិរាប់ពាន់លានក៏ដោយនាងនៅតែទូចចង់ដឹកជញ្ជូនអាហាររាល់ថ្ងៃមួយប្តីនាងហៅនាងឲ្យទៅចូលរួមកម្មវិធីជួបជុំមួយដោយស្លៀកឯកសណ្ឋានអ្នកដឹកជញ្ជូននាងមើលទៅប្លែកពីគេពេលនោះប្អូនស្រីនិងប្តីរបស់នាងបានចូលមកក្នុងពិធីជប់លៀងពេលបងស្រីរៀបចំខ្លួនចាក់ចេញប្អូនស្រីបានស្រែកហៅនាងនៅចំពោះមុខអ្នកគ្រប់គ្នានាងប្រកាសថាបងស្រីធ្លាប់ជាអ្នកបម្រើគ្រួសារពួកគេបន្ទាប់មកនាងក៏ឆក់យកភេសជ្ជៈពីដៃបងស្រីហើយជីដាក់នាងបងស្រីពន្យល់ថានាងកំពុងរងចាំប្តីនៅទីនោះប៉ុន្តែប្អូនស្រីចំអកថាប្តីនាងគ្រាន់តែជាអ្នកលក់ត្រីមិនស័ក្តិសមនឹងចូលរួមកម្មវិធីនេះទេនាងបានចោទប្រកាន់បងស្រីថាជាចោរហើយបញ្ជាឲ្យកូនចៅដោះសម្លៀកបំពាក់នាងចេញប្អូនស្រីស្រាប់តែឃើញខ្សែដៃនៅលើកដៃបងស្រីនាងប្រកាសភ្លាមថាខ្សែដៃមាសនោះជារបស់លួចគេដោយចំអកថាអ្នកលក់ត្រីមិនអាចមានលទ្ធភាពទិញរបស់បែបនេះទេពេលបងស្រីរើបំរាយយ៉ាងខ្លាំងខ្សែពេជ្ររបស់នាងក៏របូតធ្លាក់ប្អូនស្រីប្រញាប់រើវាពីដីហើយភ្ញាក់ផ្អើលពេលដឹងថាវាជាខ្សែដែលមានតម្លៃរាប់រយលានឬបែបនេះអ្នកគ្រប់គ្នាកាន់តែជឿជាក់ថាបងស្រីជាចោរពួកគេរៀបចំបញ្ជូននាងទៅប៉ុស្តិ៍ប៉ូលីសភ្លាមពេលនោះស្រាប់តែមានសម្លេងស្រែកយ៉ាងខឹងសម្បារនៅខាងក្រៅទ្វារអ្នកគ្រប់គ្នាងាកទៅមើលគឺប្តីអ្នកលក់ត្រីអង្គរៈរបស់ប្អូនស្រីបានរារាំងបុរសនោះដោយអះអាងថាកន្លែងនេះហាមឃាត់សម្រាប់បុរសគេថែមទាំងប្រម៉ែតបុរសនោះថាមានក្លិនឆ្អាបត្រីទៀតផងបុរសនោះប្រកាសថាគាត់មិនត្រូវការអនុញ្ញាតពីនរណាម្នាក់ដើម្បីចូលទេប្អូនស្រីចាត់ទុកគាត់ថាជាមនុស្សហិមគុណនាងបញ្ជាឲ្យកូនចៅចាប់បងស្រីភ្លាមដោយចង្អុលទៅខ្សែដៃនិងខ្សែនាងចោទប្រកាន់បងស្រីពីបទលួចដោយចាប់បានស្ដែងពេលរៀបចំដាក់ទោសនាងប្រមានបុរសនោះកុំឲ្យលូកដៃបុរសនោះជេរប្រតិចពួកគេយ៉ាងខឹងសម្បារដែលប្រមាថប្រពន្ធគាត់ហ៊ានចោទនាងថាជាចោរយ៉ាងម៉េចប្អូនស្រីទះដៃចំអកចាប់បានស្ដែងហើយនៅតែព្យាយាមដោះសារទៀតបុរសនោះហៅនាងថាជាមនុស្សអត់ខ្មាស់ប្អូនស្រីខឹងយ៉ាងខ្លាំងរៀបនឹងបង្រៀនមេរៀនដល់គាត់ប៉ុន្តែគាត់បានក្រវ៉ាត់នាងចេញប្អូនស្រីប្រញាប់ទៅរកប្តីទាំងទឹកភ្នែកនាងស្បត់ថានឹងសងសឹកបុរសនេះយ៉ាងចាស់ដៃប្តីនាងក៏គំរាមបុរសនោះភ្លាមការបោកប្រាស់និងល្បិចក៏ពិតជាទម្លាប់របស់អ្នកក្រមែនឯងថែមទាំងព្យាយាមជួយសង្គ្រោះប្រពន្ធឯងដោយធ្វើជាមនុស្សល្ងងទៀតព្យាយាមបិទបាំងការពិតនៃការលួចបុរសនោះបានចេញការព្រមានគាត់ជំរុញឲ្យដោះលែងប្រពន្ធគាត់ជាបន្ទាន់បើមិនដូច្នេះទេគាត់នឹងនាំសេចក្តីវិនាសដល់គ្រួសារគេ